guys, welcome back to my channels. Yeah, but make sure that you make a letter C with me. It's mean Johnson Pierre. Yup, guys. You know that's much right when the morning, at the morning I already made the video, right? But now I'm going to make another video with you. So now, what do you guys think I'm going to do? I'm going to watching watching my computer. I'm going to watch my computer. I'm gonna put it right here. I don't know what to put on. Wait a minute. I don't know what to do right now. I have no place to put camera. Only got stuck me out here. Okay, I'm looking for a place right now. Here we are. Oh my god. It's falling. This is what I'm going to do. I'm watching a computer. Just doing I'm watching his name is Dual TV. It's like he's from Cambodian. That I watch Cambodian, which means I am Cambodian. I'm from Cambodian. Yeah. What I'm going to watch this way. You know it, right? I don't know you know him or not, but actually in Cambodians, some people from Cambodians, we know him because he's filming like that, yeah. Wait, I'm going to put the camera back here. Yep. Yeah. Virtual firewall, security group, and virtual private network. Free trial available. And guys, I use this one for my body. It's a body lotion, and I use it at night. When I use this one, it smells rosé, like a rose raw here. Which means it's a body lotion, and it's so good. I love it, so I'm going to use it. Smell really good. It smells like a rose. Yeah. And that's so yeah.
នឹងដល់ផ្ទាល់តែម្ដងដែលផ្អើលអស់បងប្អូនឥឡូវអ្នកក្នុងភូមិហ្នឹងឲ្យតែល្ងាចឡើងបងប្អូនអរគ្នានាំគ្នាការពារសត្វភារណៈហ្នឹងដើម្បីសុវត្ថិភាពសត្វភាពរបស់ខ្លួនឲ្យផ្ទាល់ជំរាបសួរមីងមីងជំរាបសួរបាទលោកពូមេភូមិអរគុណណាស់លោកពូនៅទីនេះគឺជាកន្លែងដែលមានការភ្ញាក់ផ្អើលទៅលើសត្វឆ្កែប្រជាពលរដ្ឋដែលងាប់មានស្នាមហែកភ្លាយពោះវៀនភ្លាយអីហ្នឹងមែនទេលោកពូបាននិយាយបើនិយាយទៅកន្លែងនេះដោយសារគាត់អត់មានហែកទេហែកចេះផ្សេងប៉ុន្តែគាត់បានលឺតែគាត់ឡើងមើលឃើញអូឃើញសត្វហ្នឹងទៅមកគាត់ឃើញគាត់សង្ស័យអញ្ចឹងបានគាត់អង្ការគាត់និយាយគាត់ខ្ញុំមិនទៅជឿដែរបាទបាទហ្នឹងហើយងប់ពេញទឹកពេញដីអញ្ចឹងទៅអីអ្នកណាមកចាប់ផ្ទះលោកពូនេះមកចាប់អូអ្នកមីងជាមួយជំរាបសួរអ្នកមីងមានឈ្មោះអីដែរអ្នកមីងឈ្មោះម៉មអាយុប្រហែលអ្នកមីង62អ្នកមីងបើតាមដឹងឥឡូវនេះនៅក្នុងស្រុកភូមិអ្នកមីងនេះឬបងប្អូនប្រជាពលរដ្ឋថាមានសត្វឆ្កែងាប់ជាបន្តបន្ទាប់ហើយសុទ្ធតែបានពវិចេញក្រៅហើយស៊ីអស់ឆ្អឹងជនីហើយមានស្នាមខាំស្នាមអីមែនទេអ្នកមីងខាំត្រង់ពងកហើយឆ្មាហើយត្នេះឥឡូវហ្នឹងគឺផ្អើលបងប្អូនប្រជាពលរដ្ឋអ្នកណាក៏គាត់បានដឹងពីករណីនឹងដែរឆ្កែនៅក្នុងភូមិហ្នឹងប្រហែលជាប្រមាណក្បាលហើយដែលងាប់មកដល់ពេលឥឡូវនេះ7ក្បាលហើយសុទ្ធតែស្នាមហែកចេញពោះវៀនចឹងទាំងអស់ចាបងប្អូនឥឡូវហ្នឹងទាំងអ្នកស្រុកអ្នកភូមិគាត់មកជុំគ្នាបាទគាត់មកដើម្បីបញ្ជាក់តាក់ទងទៅនឹងករណីនឹងដោយផ្ទាល់ហើយលើថាអ្នកមីងជាអ្នកឃើញសត្វហ្នឹងខ្ញុំអ្នកឃើញផ្ទាល់ឃើញកន្លែងណាឃើញកន្លែងនេះត្រង់អ្នកមីងឃើញប្រហែលជាវេលាស្មានណាម៉ោង1យប់ហើយអ្នកមីងឡើងស្អីម៉ោង1យប់ឆ្កែព្រឹកទៅហូបពេកខ្ញុំចោលហើយចោលមានការពៀក្រៃលោតាបកាច់បកាច់ចេះធ្លាក់ដីហើយខ្ញុំមីងឈឺចាគាត់បកាច់ឈួតជ្រោកហើយចេះតែបកាច់ហើយមីងក៏ឡើងមកលើមកមើលហើយមីងមើលឲ្យដល់នេះតែព្រួយណាំងចានពេកចំនួន free right now because it's like it's Saturday. I'm not studying. ដើមថ្នាំមកជ្រុំមកដើមថ្នាំនេះដើមថ្នាំម៉ោង1យប់មិនបានអ្នកមីងមើលទៅប្រហែលជាចម្ងាយ50ម៉ែត្រមីងមើលឃើញហ្នឹងបកគោឈើហ្នឹងបកគោឈើនេះហ៎ចាហើយមីងច្បាច់7មើលឃើញច្បាស់តែខ្មៅស្រិលអាលងស្រិលហើយដល់យកច្បាច់យើងច្បាច់អាមួយវាលើតាមទៅនោះអាមួយមកបែរមករកយើងប៉ុណ្ណានៅមីងសัตว์ហ្នឹងប៉ុណ្ណឹងប្រហែលជាទម្ងន់ប្រហែលគីឡូបើទម្ងន់គីឡូហើយអាមួយថែខ្សែយ៉ាងបើធំពេកហើយបើវែងទៅវែងមកល្មមហើយភ្នែកចាំងនេះមីងភ្នែកចាំងឡើងខៀវបើយើងច្បាច់បើទៅខៀវមករកយើងទៅមកបើបែរមករកយើងអាមួយទៅនោះអាមួយបែរមកយើងឲ្យដើរចោលគ្នាទេអាសត្វហ្នឹងកម្ពស់ត្រឹមណាអ្នកមីងកម្ពស់ត្រឹមហ្នឹងត្រឹមចកែចាត្រឹមហ្នឹងអាតិនហើយត្រឹមហ្នឹងដល់ពេលអ្នកមីងឃើញហ្នឹងសបល់គឺខ្មៅសិតខ្មៅទាំងអស់អត់មានកលែមកលើមិនទេមានទេឆ្កែទេអ្នកមីងហីមិនទេសត្វខ្ញុំដែរឃើញទេទាំងអស់មិនឆ្កែទេមិនទេមិនដែរឃើញទេសត្វនោះហើយពេលនោះវាពងខំឆ្កែប្រជាពលរដ្ឋចាវាខំទៅនោះហើយដល់តកែងនោះត្រង់ឡើងទួលមកដល់នេះព្រឹកស្រែខ្ពស់មកបន្តិចហ្នឹងវាចាំគ្នាវាចោលគ្នាទេសត្វហ្នឹងទៅបែរមករកគ្នាវិញហើយដល់ពេលអ្នកមីងឃើញអញ្ចឹងអ្នកមីងមានស្រែកឆោឡោទេពេលនោះមានស្រែកទេដល់ប្រឡាំងកាំងភ្លេចទាំងអស់ហើយចេះថាមកក៏ថាដែលយើងប្រឡាក់គេហើយបាទប្រមាត់ទៅកំពុងគេដឹងទេហើយចូលបើយើងថាប្រផុសវល់គេគ្រូបាទបើចាំងយើងស្ងំទៅនៅអញ្ចឹងកាលពេលដែលអ្នកមីងឃើញសត្វនឹងភ្លាមនឹងអ្នកមីងអត់ទាន់ប្រាប់ប្រជាពលរដ្ឋអីទេខ្លាចគេថាអ្នកមីងកុហកខ្ញុំប្រាប់តែអ៊ំនោះអ៊ំមើលសត្វអីធំមកពីរអ៊ំមើលប្រយ័ត្នតែដេកយប់ហើយដល់ចឹងអ៊ំថាអើហ៎កុំមាត់ហើយឃើញពីថ្ងៃណាមែនដល់ថ្ងៃណាទេគ្រូដល់ចឹងវាមិនបានចាំទេប៉ុន្តែប្រហែលជា2អាទិត្យ3អាទិត្យអីនៅប៉ុណ្ណឹងយ៉ាងគ្រូថាល្បាត់ប្រហែលជាប៉ុណ្ណឹងហើយក្រោយមកបានអ្នកមីងឮដំណឹងគេបាត់ឆ្កែបាត់អីចឹងទៅចាចេះបាត់បន្តបាត់ដល់នេះបានមកខំឆ្កែខ្ញុំងាប់ត្រង់5 2នេះទៀតមីងត្រូវបានបាត់ឆ្កែមួយដែរនោះប៉ុណ្ណាមេក្រហមហ្នឹងហើយពេលដែលខំឆ្កែមីងហ្នឹងឃើញមិនខ្លះខំឃើញពងកហើយត្រង់ឆ្មាតណេះហើយតណេះហើយអត់ហាយចឹងដែរអត់ហាយទេនៅតែមូលចាប៉ុន្តែដល់ពេលឆ្កែអ្នកភូមិក្រោយមកដែលងាប់ហ្នឹងគឺហែកពោះវៀនចេញចាការឈឺចាប់ភ្លាមធ្វើខ្ញុំមិនអាចចង់អារម្មណ៍បានប៉ុន្តែក៏បារម្ភរោគទិញប៉ាណាដុលទីស្តានៅតាមឱសថស្ថានដែលនៅជិតលោកអ្នកបំផុតមានអានុភាពបន្ធូរការឈឺចាប់ខ្លាំងជាងធម្មតាដុតហើយ
I'm so scared, guys. I don't want you to like watching my videos too boring, so I don't want to. Let's skip it for a minute. Oh my god, guys, it's real scary. Hi guys, I already watched a scary movie, and yeah, I watched it already. A scary movie. Yeah, I'm really scared. And Jordan Matter, like, he posts a new video. Wait a minute. He posts in 9 p.m. and I watch it. Yeah, this is what it looks like. Dude, he's like watching it right